បន្តជាងមើលកើធ្វើអាហារសម្រន់ញ៉ាំឬក៏អាហារពេលព្រឹកក៏បានដែរចាខ្ញុំនិយាយច្រើនណាស់ភ្លេចមើលគេដាក់អីខ្លះមិញចាមើលវិញតាមរូបភាពទៅណាចាបាយមិញហ្នឹងហើយគេពងទាវគេវាយ3គ្រាប់មកហើយគេចៀនបែបហ្នឹងចឹងណាចាហើយចាកាត់មកចាទំនងញ៉ាំអាចធ្វើអាហារពេលព្រឹកបានឥឡូវគាត់យកទំលងជ្វាចាទំលងលឿងហើយយកចំហុយទៅហើយលាយអីខ្លះទៅលឿនណាមើលមិនទាន់ហើយគឺធ្វើតាមនឹងចឹងណាបើមើលអត់ទាន់អីអត់ដឹងដាក់អីមើលវីដេអូសារទៅសារមកម្ដងទៀតទៅចាដើម្បីហាត់យកទៅរៀនធ្វើចឹងអានេះទំនងអាចធ្វើលក់បានចា1,500ចានេះគឺល្ពៅចាយកល្ពៅម្ដងហើយដាក់ពងតាក្រហមឯង2គ្រាប់មកហើយមានសៅហើយបន្ទាប់មកយកទៅដុតជាមួយម៉ាស៊ីនដុតចានេះហើយអានេះគឺដលងជ្វាដលងមីចាកិនមកមួយស្អីខ្លះមិញដាក់ចូលសុំសាមើលម្ដងទៀតទៅខ្ញុំមើលមិនទាន់ហើយនេះបាញ់ប្រេងហើយគេយកទៅចំហុយចានេះគេដាក់ក្នុងឡាយសឹងចំហុយទៅជាដូចនំចាស្អាតទំនងញ៉ាំចាឥឡូវចូលដលងប្រាំងទៀតណាចាហាន់ហើយគេដាក់អំបិលមិញហើយចាហើយនេះបកាហើយនឹងគ្រឿងហាន់តូចមិញហ្នឹងមានអីខ្លះមើលមានដូចការ៉ុតបកាហើយនឹងពោតហើយមានពោតណាចាមានពោតដែរនេះគេចំហុយហើយចាតែឥឡូវចូលវគ្គមួយទៀតចាគ្រឿងគេនៅមានអីខ្លះទេចាមើលទៅខ្ញុំអត់សូវស្គាល់ដែរចាអ្នកចេះធ្វើម្ហូបគឺគាត់ស្គាល់ហើយចាចូលមកគាត់លីងចូលគ្នាទៅថែមទឹកចុងក្រោយតិចមកហើយយកអីគេទេដូចអាហ្នឹងមានលក់ស្រាប់តាចាជៀនមកហើយគាត់លាបអាគ្រឿងគាត់មិញហ្នឹងចាអាចហូបបានឥឡូវយកដលងប្រាំងទៀតហើយចំហុយតមកយកធ្វើចាតែជាដុំមូលលាយដោះគោហើយដាក់ឈីងក្នុងកដាលមកចាហើយមានដូចជាអីទេអានឹងដូចអាចទិញស្រាប់បានម្សៅចាដុតមកក៏ទៅជានំចានំពៀណាខ្មែរយើងហៅនំពៀ